នេះជាលទ្ធផលតេស្តថ្នាំដែលលីនវ៉ាន់អ៊ឺបានបញ្ចុកខ្ញុំហើយវាក៏ជាមេខ្លោងដែលធ្វើឲ្យខ្ញុំធាត់និងខ្សោយបេះដូងដែរនាងឯងជាអ្នកក្លែងបន្លំតើនេះជាវីដេអូកាមេរ៉ាសុវត្ថិភាពពេលនាងឯងទៅយកថ្នាំពេទ្យនៅទីនោះបានរំលឹកហើយថាថ្នាំនេះនឹងធ្វើឲ្យកាន់តែធាត់តែនាងប្រាប់គេថាគ្រួសារអ្នកជំងឺយល់ព្រមហើយខ្ញុំអត់មានទេនាងឯងឲ្យលុយគេដើម្បីមកមួលបង្កាច់ខ្ញុំតើលីនវ៉ាន់អ៊ឺ10ឆ្នាំមកនេះនាងទិញថ្នាំអរម៉ូននិងថ្នាំងុយដេកពីប្រុសម្នាក់នេះរួចយកមកបញ្ចុកខ្ញុំទាំងអស់ធ្វើឲ្យខ្ញុំក្លាយជាមនុស្សឆ្កួតដែលគ្រប់គ្នាស្អប់ខ្ពើមមិនពិតទេសុទ្ធតែរឿងប្រឌិតនាងឯងខឹងដែលខ្ញុំដណ្ដើមប្តីនាងទើបក្លែងបន្លំភស្តុតាងមកធ្វើបាបខ្ញុំនាងឯងច្រណែនដែលខ្ញុំពោះកូនរបស់មូឈីងហ្មងមាត់រឹងណាស់ណខ្ញុំមានទាំងសារសន្ទនានិងវិក្កបរវេលុយរបស់ពួកឯងអស់ហើយម្ចាស់ខ្លួនក៏កំពុងរងចាំធ្វើសាក់សីនៅខាងក្រៅដែរភស្តុតាងរឹងមាំប៉ុណ្ណឹងហើយនៅចង់ប្រកែកទៀតអេមូឈីងអូនឈឺពោះណាស់មូឈីងឈុយឡានមួលបង្កាច់អូននៅមុខមនុស្សច្រើនយ៉ាងនេះនាងចង់បំផ្លាញត្រកូលជាងទេនាងចង់បំផ្លាញអ្វីគ្រប់យ៉ាងរបស់បងហើយឈុយឡានលើកមុននាងឯងបំផ្លាញខួបក្រុមហ៊ុនម្ដងហើយឥឡូវចង់មកបំផ្លាញកម្មវិធីរបស់ខ្ញុំនិងវ៉ាន់អ៊ឺទៀតបើចង់សងសឹកមកធ្វើដាក់ខ្ញុំមកវ៉ាន់អ៊ឺកំពុងមានផ្ទៃពោះនាងទទួលរងការប៉ះទង្គិចបែបនេះមិនបានទេសុំទោសវ៉ាន់អ៊ឺឥឡូវនេះភ្លាមយកដល់មុខស៊ីវលីងខ្ញុំអាចមិនប្តឹងនាងឯងបានមីងលីនពេលមីងបដូរថ្នាំខ្ញុំបានឃើញទាំងអស់ហ្នឹងមីងលីនពេលមីងបដូរថ្នាំខ្ញុំបានឃើញបងស្រីឈុយលើកនេះដាក់ថ្នាំខ្លាំងឲ្យបន្តិចហើយញ៉ាំឲ្យឆ្ងាញ់ទៅញ៉ាំហើយបងនឹងបន្តធាត់ដោយសប្បាយចិត្តមិនខានម៉ាក់ខ្ញុំមិនបានមួលបង្កាច់មីងទេឈុយឡាននាងឯងឲ្យកូនជួយកុហកទៀតពីស្ពូលមែនសំបីតែកូនបង្កើតក៏យកមកធ្វើជាឧបករណ៍ដែរអ្នកដែលប្រើប្រាស់ខ្ញុំគឺប៉ាឯងនឹងប៉ាកុហកខ្ញុំថាម៉ាក់ជាមនុស្សឆ្កួតធ្វើឲ្យខ្ញុំខ្លាចម៉ាក់ប៉ាកុហកថាម៉ាក់មិនស្រឡាញ់ខ្ញុំធ្វើឲ្យខ្ញុំស្អប់ម៉ាក់ប៉ាមីងលីនជាមនុស្សអាក្រក់ម៉ាក់កូនសុំទោសសៀវលីងទើបតែអាយុ10ឆ្នាំកូនមិនអាចកុហកបានទេលីនវ៉ាន់អ៊ឺមកឈីងបងភ្ញាក់ល្មមហើយម្ដាយនិងកូនគេគំនិតតែមួយទេគេខ្លាចកូនក្នុងពោះអូនដណ្ដើមសិទ្ធិស្នងមរតកទើបចូលដៃគ្នាធ្វើបាបអូនបងកុំចាញ់បោកគេឲ្យសោះណាជប់ឆ្លោះគ្នាទៅខ្ញុំប្តឹងប៉ូលីសរួចហើយអ្នកណាខុសអ្នកណាត្រូវទុកឲ្យប៉ូលីសជាអ្នកកាត់ក្តីទៅចុះមកឈីងប្តឹងប៉ូលីសមិនបានទេថ្ងៃនេះជាថ្ងៃរៀបការយើងណាបើអ្នកខាងក្រៅឃើញប៉ូលីសចូលមកគេគិតមិនទៅភាគហ៊ុនក្រុមហ៊ុនប្រកាសជាដួលរំមិនខានអូនឯងភ័យអីប្តឹងប៉ូលីសទើបអាចរកយុត្តិធម៌ឲ្យអូនបានអ្នកទាំងអស់គ្នានឹងដឹងថាឈុយឡានជាអ្នកមួលបង្កាច់អូនប៉ុន្តែក្រុមហ៊ុនយើងទើបតែមានលំនឹងវិញទេមិនអាចទ្រាំនឹងរឿងវឹកម្ដងទៀតបានទេបងមិនខ្លាចផងអូនខ្លាចអីចង្រៃឲ្យបើប៉ូលីសមកដល់គឺចាប់សពគ្រប់ហើយមកឈីងអូនឈឺពោះណាស់បងជូនអូនទៅពេទ្យសិនទៅរឿងទាំងនេះចាំគិតថ្ងៃក្រោយទៀតបានអត់លីនវ៉ាន់អ៊ឺចូលចិត្តប្រើល្បិចនេះណាស់មកពីជាងមកឈីងចាញ់បោកនាងរហូតនឹងឯងតែលើកនេះនាងរត់មិនរួចទេវ៉ាន់អ៊ឺអូនភ័យដល់ថ្នាក់នេះរឿងដែលឈុយឡាននិយាយជារឿងពិតមែនហេអ្នកនាងលីនវ៉ាន់អ៊ឺមានគេរាយការណ៍ថាអ្នកនាងជាប់សង្ស័យពីបទបង្កបួសស្នាមដោយចេតនានិងបទល្មើសជាច្រើនទៀតសូមអញ្ជើញទៅប៉ុស្តិ៍ជាមួយយើងដើម្បីសហការស៊ើបអង្កេតមកឈីងជួយអូនផងអូនមិនអាចចូលគុកទេអូនកំពុងពោះកូនរបស់បងណាអូនឯងភ័យដល់ថ្នាក់នឹងហើយនៅចង់កុហកបងថាឈុយឡានមួបង្កាច់អូនទៀតអេមកឈីងបងកុំចោលអូនណាអូនមិនចង់ចូលគុកទេអូនពិតជាបានធ្វើរឿងខុសមែនតែដោយសារអូនស្រឡាញ់បងខ្លាំងពេកអូននៅក្បែរបង10ឆ្នាំទាំងគ្មានឈ្មោះជាសង្សារបើវាមិនស្លាប់តើបងរៀបការនឹងអូនបានដោយរបៀបណាឡានវ៉ាន់អ៊ឺនាងកំពុងមានផ្ទៃពោះនាងអាចដោះលែងនាងម្ដងបានទេខ្ញុំពិតជាដឹងរឿងនេះរាល់ការព្យាបាលរបស់ឡានគឺបានរាយការណ៍ប្រាប់ខ្ញុំគ្រប់ជំហានវាមិនមានបញ្ហាអ្វីទាំងអស់ជាងមកឈីងខ្ញុំនិងលោកមិនទាន់លែងលះគ្នាដាច់ស្រេចផងលោកហ៊ានលីនវ៉ាន់អ៊ឺចេញមុខក្នុងនាមជាលោកស្រីជាងយ៉ាងពេញមុខទៅហើយអាប្រុសសាវ៉ាចូលចិត្តកាន់ជើងគេខ្ញុំអាចបញ្ជូនលោកចូលគុកកំដរលីនវ៉ាន់អ៊ឺដែរយកដល់មុខស៊ីវលីងខ្ញុំនឹងដោះលែងលោកម្ដងចុះប៉ុន្តែរឿងដោះលែងលីនវ៉ាន់អ៊ឺលោកឯងកុំសង្ឃឹមឲ្យសោះ
ឡានសំបីតែរបស់មួយនេះក៏អូនលែងត្រូវការវាទៀតដែរមែនទេថ្ងៃនេះរើចូលមកនៅជាមួយមួយចេញហើយគាត់ប្រាប់ថាទីនេះគឺជាផ្ទះរបស់យើងគាត់ចង់ឲ្យខ្ញុំរស់នៅបានស្រួលអស់មួយជីវិតគ្រូពេទ្យលីនមកដល់ហើយនាងទាំងស្រទន់ទាំងស្អាតក្រោយសម្រាលកូនរួចអារម្មណ៍ខ្ញុំមិនសូវនឹងនោះទេមួយចេញថាបើបានគ្រូពេទ្យលីនជួយមើលថែខ្ញុំទើបគាត់ទុកចិត្តគ្រូពេទ្យលីនប្រាប់ថាខ្ញុំត្រូវលេបថ្នាំពៅតែលេបហើយពេលណាខ្ញុំចេះតែងុយហើយអស់កម្លាំងរលីងហ្មងមួយចេញថាមកពីខ្ញុំដេកពេញមួយថ្ងៃមិនព្រមបញ្ចេញញើសសោះទើបបានជាចេះតែអញ្ចឹងថ្ងៃនេះថ្លឹងទម្ងន់គីឡូឡើងដល់80គីឡូសៀវលីងសួរខ្ញុំថាម៉េចបានជាម៉ាក់កាន់តែអាក្រក់មើលទៅអញ្ចឹងគេថាមិត្តរួមថ្នាក់គេសើចចំអកឲ្យគេថាមានម៉ាក់ធាត់គ្រូពេទ្យលីននាំគេទៅញ៉ាំខេស៊ីចំណែកខ្ញុំដើរតាមពីក្រោយមិនខុសពីមេដោះទេយូរម្ដងខ្ញុំចេះតែចុកទ្រូងគ្រូពេទ្យលីនថាខ្ញុំគិតច្រើនពេកបណ្ដាលមកពីជំងឺថប់បារម្ភនាងថែមថ្នាំឲ្យខ្ញុំដោយប្រាប់ថាលេបទៅនឹងបានធូរស្បើយខ្ញុំឃើញលីនវ៉ាន់អ៊ឺពាក់រ៉ូបដេកយប់វាលឃ្លាអង្គុយចិត្តមួយចេញសើចសប្បាយក្អាកក្អាយឯមួយចេញថែមទាំងលូកដៃទៅអបការពារនាងទៀតខ្ញុំចាំមិនច្បាស់ទេថាគាត់ធ្លាប់ធ្វើបែបនេះដាក់ខ្ញុំឬអត់ថ្ងៃនេះសៀវលីងនិយាយថាបើមីងលីនជាម៉ាក់របស់គេវិញមិនដឹងជាល្អយ៉ាងណាទេថ្ងៃនេះជាងមួយចេញនិយាយថាខ្ញុំគឺជាកំហុសដ៏ធំបំផុតក្នុងជីវិតរបស់គាត់ឡានបងសុំទោសបងចាញ់បោកលីនវ៉ាន់អ៊ឺទេតាបងពិតជាមិនដឹងមែនខ្ញុំត្រូវតែសម្រកទម្ងន់ឲ្យសល់ត្រឹម50គីឡូវិញបន្ទាប់មកខ្ញុំនឹងលែងលេះអ្នកស្រីជួយតើអ្នកស្រីសង្ឃឹមថាលីនវ៉ាន់អ៊ឺនឹងត្រូវជាប់គុកប៉ុន្មានឆ្នាំដែររឿងទោសកំហុសរបស់នាងទុកឲ្យខាងតុលាការជាអ្នកកាត់ក្តីចុះខ្ញុំគ្រាន់តែសង្ឃឹមថាអ្នកដែលធ្លាប់រងគ្រោះទាំងអស់អាចក្រោកឈរឡើងវិញបានដូចជារូបខ្ញុំអញ្ចឹងដែរជួយឡានចេញឲ្យឆ្ងាយទៅឡានបងបានអានសៀវភៅកំណត់ហេតុរបស់អូនហើយបងមិនដឹងទេថាលីនវ៉ាន់អ៊ឺធ្វើបាបអូនដល់ថ្នាក់ហ្នឹងគឺបងមិនល្អតែបងក៏ចាញ់បោកគេដែរហានេះគឺជាលិខិតផ្ទេរភាគហ៊ុន40របស់ក្រុមហ៊ុនជាងគ្រប់វាជារបស់អូននិងកូនលីងអូនលើកលែងទោសឲ្យបងទៅណាឡានអូនព្រមលើកលែងទោសឲ្យបងហើយមែនទេឡានបងនឹងធ្វើឲ្យអូនរស់នៅបានស្រួលអស់មួយជីវិតហ្មងជាងមួយចេញជាតិនឹងខ្ញុំគ្មានថ្ងៃលើកលែងទោសឲ្យលោកជាដាច់ខាតខាន់ស្អែកផុតថ្ងៃកំណត់ត្រជាក់ចិត្តហើយម៉ោង10ជួបគ្នានៅសាលាសង្កាត់លោកមកយឺតហើយឡានអូនមិនបាច់លើកលែងទោសឲ្យបងក៏បានតែអូនត្រូវទុកឱកាសឲ្យបងតាមញ៉ែអូនម្ដងទៀតណាបងនឹងតាមញ៉ែអូនរហូតតតែអូនគិតថាបងសក់សំនឹងអូនពេលនោះចាំយើងត្រូវគ្នាវិញកន្លះម៉ោងទៀតបុគ្គលិកគេចេញពីធ្វើការហើយប្រញាប់ឡើងទៅបងមិនលែងលេះជាដាច់ខាតលុះត្រាតែអូនទៅប្តឹងតុលាការឲ្យកាត់ក្តីតែមុនពេលនោះមកដល់បងនៅតែជាប្តីស្របច្បាប់របស់អូនអ្នកណាក៏គុំសង្ឃឹមថាអាចដណ្ដើមអូនចេញពីបងបានឲ្យសោះ